សាច់រឿងពុកធានិងពុកព្រិចទៅធ្វើសង្គ្រាមក្នុងព្រៃអាត់កំបាំងនៅក្នុងភូមិតូចមួយនៅជាយព្រៃភ្នំមានបរិសចាស់ពីរនាក់ដែលមានមនុស្សគ្រប់គ្នាស្គាល់ច្បាស់គឺពុកធានិងពុកព្រិចទាំងពីរនាក់គឺជាមិត្តភក្តិជិតស្និទ្ធតាំងពីវ័យក្មេងប៉ុន្តែមានចរិតខុសគ្នាច្រើនពុកធាជាមនុស្សក្លាហានស្ងប់ស្ងាត់និងគិតមុនធ្វើចំណែកពុកព្រិចវិញជាមនុស្សរហ័សរហួនសើចច្រើនតែចូលចិត្តក្តៅបន្តិចថ្ងៃមួយមានព្រឹត្តិការណ៍ចម្លែកកើតឡើងសត្វព្រៃជាច្រើនរត់ចេញពីព្រៃមនុស្សក្នុងភូមិឮសំឡេងរំខានដូចជាកងទ័ពធំកំពុងធ្វើដំណើរខាងក្នុងអ្នកចាស់និយាយថាមានក្រុមជើងខ្លាំងមួយចូលមកកាន់ព្រៃដើម្បីកាន់កាប់ដីនិងកាប់ឈើធ្វើជាអាជីវកម្មខុសច្បាប់ប្រសិនបើគ្មានអ្នករារាំងព្រៃដែលជាដំណាក់កាលរស់នៅរបស់ភូមិនឹងត្រូវបំផ្លាញពុកធានិយាយថាព្រៃនេះជាជីវិតរបស់យើងបើយើងមិនការពារនរណានឹងធ្វើពុកព្រិចឆ្លើយទាំងបេះដូងក្រៅខ្ញុំមិនអោយអ្នកណាមកយកដីយើងទេទោះជាយើងចាស់ក៏ដោយក៏មានកម្លាំងដែរវើយទាំងពីរនាក់សម្រេចចិត្តចូលព្រៃដើម្បីស្វែងយល់និងរៀបចំផែនការការពារពួកគេយកតែអាវុធបុរាណសាមញ្ញដូចជាកាំបិតវែងនិងដំបងឈើមិនមែនសម្រាប់ប្រយុទ្ធធំធេងទេប៉ុន្តែសម្រាប់ការពារនិងបង្កើតឧបាយគល់ពេលចូលទៅដល់ព្រៃជ្រៅពួកគេឃើញស្នាមជើងនិងស្លាកសញ្ញាថ្មីពុកធាគិតយ៉ាងម៉ត់ចត់ហើយនិយាយថាយើងមិនគួរប្រយុទ្ធតាមកម្លាំងទេត្រូវប្រើប្រាជ្ញាពុកព្រិចសើចបន្តិចហោះល្អណាស់អ្នកគិតផែនការខ្ញុំធ្វើតាមសកម្មភាពទាំងអស់មួយយប់ក្រុមជើងខ្លាំងសម្រេចចិត្តដកថយព្រោះគិតថាព្រៃនេះមានអ្នកការពារច្រើននិងគ្រោះថ្នាក់ពួកគេចាក់ចេញដោយមិនបានបំផ្លាញព្រៃឈើឡើយព្រឹកថ្ងៃបន្ទាប់ពុកធានិងពុកព្រិចត្រឡប់មកភូមិមនុស្សគ្រប់គ្នាស្វាគមន៍ដោយការគោរពក្មេងៗមើលពួកគេដូចជាវីរបុរសប៉ុន្តែពុកធានិយាយស្ងាត់ថាយើងមិនមែនជាវីរបុរសទេយើងគ្រាន់តែការពារអ្វីដែលយើងស្រឡាញ់ពុកព្រិចបន្ថែមទាំងសើចហើយកុំភ្លេចថាចាស់ក៏អាចធ្វើការធំបានដែរវើយចាប់តាំងពីថ្ងៃនោះមកភូមិនោះបានបង្កើតក្រុមការពារព្រៃពុកធានិងពុកព្រិចក្លាយជាគ្រូបង្រៀនដល់យុវជនអំពីការប្រើប្រាស់ប្រាជ្ញាជាងកម្លាំងនិងអំពីសារៈសំខាន់នៃធម្មជាតិព្រៃនៅតែបៃតងសត្វនៅតែរស់ដោយសុវត្ថិភាពហើយរឿងរ៉ាវរបស់ពុកធានិងពុកព្រិចក្លាយជារឿងនិទានដែលមនុស្សនិយាយបន្តគ្នាពីចំនួនមួយទៅចំនួនមួយថាសង្គ្រាមមិនត្រូវឈ្នះដោយអាវុធទេប៉ុន្តែឈ្នះដោយប្រាជ្ញានិងចិត្តក្លាហានបន្ទាប់ពីក្រុមជើងខ្លាំងដកថយព្រៃហាក់ដូចជាស្ងប់ស្ងាត់វិញតែពុកធាមិនសូវទុកចិត្តទេរាត្រីមួយខណៈពេលព្រះច័ន្ទរះពន្លឺស្រអាប់លើដើមឈើធំគាត់ឮសំឡេងគោះដែកនិងសំឡេងម៉ាស៊ីនឆ្ងាយពុកធាប្រាប់ពុកព្រិចថាខ្ញុំគិតថាពួកគេមិនទាន់ចប់ទេប្រហែលពួកគេត្រៀមត្រឡប់មកវិញដោយកម្លាំងធំជាងមុនពុកព្រិចបូកដៃលើដំបងឈើបើអញ្ចឹងយើងក៏ត្រូវត្រៀមខ្លួនដែរតែពេលនេះមិនអាចធ្វើតែពីអ្នកបានទេពួកគេបានហៅយុវជនក្នុងភូមិមកប្រជុំពុកធាបង្រៀនពីការរៀបចំយាមព្រៃការសង្កេតស្នាមនិងការប្រើប្រាស់សញ្ញាសម្ងាត់ពុកព្រិចបង្រៀនពីភាពរហ័សរហួននិងការជួយគ្នាភូមិទាំងមូលក្លាយជាភូមិក្រុមតែមួយប៉ុន្មានថ្ងៃក្រោយមកក្រុមជើងខ្លាំងត្រឡប់មកវិញជាមួយនឹងម៉ាស៊ីនកាប់ឈើធំពួកគេចូលតាមផ្លូវផ្សេងដែលមិនធ្លាប់ប្រើពីមុនមកប៉ុន្តែយុវជនដែលយាមបានឃើញទាន់ពេលហើយបញ្ជូនសញ្ញាទៅពុកធានិយាយស្ងាត់ពេលនេះមិនត្រឹមតែបន្លំទេត្រូវបង្ហាញថាព្រៃនេះមានមនុស្សការពារពិតប្រាកដពុកព្រិចនាំយុវជនបិទផ្លូវដោយដើមឈើដែលកាប់រួច
ហើយដាក់ស្លាកព្រមានថាដៃសហគមន៍ហាមបំផ្លាញពេលក្រុមជើងខ្លាំងឃើញថាមានមនុស្សជាច្រើនឈររួមគ្នាពួកគេព្យាយាមបំភ័យមេក្រុមនិយាយខ្លាំងៗអ្នកទាំងអស់គ្នាបំបែកចេញព្រៃនេះមិនមែនជារបស់អ្នកទេពុកធាឆ្លើយដោយសំឡេងមមួនព្រៃនេះជារបស់យើងមិនប្រើអាវុធប៉ុន្តែយើងមានសិទ្ធិនិងចិត្តរួមគ្នាពុកព្រិចបន្ថែមបើអ្នកចង់ឆ្លងត្រូវឆ្លងកាត់ពួកយើងសិនការតានតឹងកើតឡើងតែដោយសារក្រុមភូមិមានចំនួនច្រើននិងមានការរៀបចំល្អក្រុមជើងខ្លាំងចាប់ផ្ដើមភ័យខ្លាចលើសពីនេះមានមន្ត្រីរឿតមកដល់បន្ទាប់ពីភូមិបានជូនដំណឹងជាមុនក្រុមកាប់ឈើខុសច្បាប់ត្រូវបានឃាត់ខ្លួនក្រោយព្រឹត្តិការណ៍នោះព្រៃត្រូវបានប្រកាសជាតំបន់ការពារផ្លូវការភូមិទទួលបានការគាំទ្រពីអាជ្ញាធរនិងអង្គការអភិរក្សធម្មជាតិយប់មួយពុកធានិងពុកព្រិចអង្គុយក្រោមដើមឈើធំមើលក្មេងៗលេងចិត្តព្រៃពុកព្រិចសើចស្រទន់ហោះមើលទៅយើងមិនត្រូវធ្វើសង្គ្រាមទៀតទេវើយហោះពុកធាប្រកបដោយមុខញញឹមពេលមនុស្សរួមគ្នាសង្គ្រាមមិនចាំបាច់មានទេពីថ្ងៃនោះមកព្រៃមិនត្រឹមតែរស់ដោយសុវត្ថិភាពទេប៉ុន្តែក្លាយជាសញ្ញានៃភូមិរួមគ្នានិងភាពក្លាហានបន្ទាប់ពីព្រៃត្រូវបានការពារជាផ្លូវការជីវិតក្នុងភូមិហាក់ដូចជាស្ងប់ស្ងាត់និងមានសេចក្តីសុខសាន្តប៉ុន្តែពុកធានៅតែមានអារម្មណ៍ថាព្រៃនេះនៅមានអ្វីមួយលាក់លៀមដែលមិនទាន់ត្រូវបានបង្ហាញថ្ងៃមួយខណៈពេលពុកព្រិចនិងក្មេងៗចូលសិក្សាអំពីរុក្ខជាតិពួកគេបានឃើញដើមឈើបុរាណធំមួយដែលមានស្នាមចម្លាក់ប្លែកៗលើខ្លួនដើមស្នាមនោះមិនមែនស្នាមធម្មជាតិទេតែដូចជាស្នាមអក្សរបុរាណពុកព្រិចហៅពុកធាមកមើលភ្លាមមើលនេះទៅវាមិនដូចស្នាមធម្មជាតិទេពុកធាសង្កេតយូរហើយនិយាយថានេះប្រហែលជាសញ្ញាចាស់ពីជំនាន់បុរាណប្រហែលមានអ្វីមួយនៅក្បែរនេះពួកគេនិងយុវជនខ្លះចាប់ផ្ដើមស្វែងរកជុំវិញដើមឈើក្រោមឫសដើមធំមានថ្មរាងចម្លែកមួយដែលអាចរុញចេញបាននៅខាងក្រោមគឺជារួនតូចមួយដូចជាច្រកចូលទៅកន្លែងលាក់សម្ងាត់ពុកព្រិចលួចញញឹមមើលទៅព្រៃឈើមិនត្រឹមតែមានសត្វនិងដើមឈើទេមានប្រវត្តិសាស្ត្រផងពួកគេដាក់ភ្លើងពិលហើយចុះទៅយ៉ាងប្រុងប្រយ័ត្នខាងក្រោមជាភ្នំតូចមានជញ្ជាំងថ្មដែលមានគំនូរបង្ហាញអំពីមនុស្សបុរាណកំពុងការពារព្រៃពីអ្នកបំផ្លាញមានរូបមនុស្សពីរនាក់ឈរខាងមុខក្រុមមើលទៅស្រដៀងនឹងពុកធានិងពុកព្រិចយ៉ាងចម្លែកពុកធានិយាយស្ងាត់ប្រហែលយើងគ្រាន់តែបន្តភារកិច្ចពីពុព្វបុរសនៅចំកណ្ដាលបន្ទប់មានប្រអប់ឈើចាស់មួយនៅខាងក្នុងគឺជាសៀវភៅស្បែកបុរាណដែលសរសេរអំពីអ្នកការពារព្រៃដែលត្រូវជ្រើសរើសក្នុងគ្រប់ចំនួនដើម្បីថែរក្សាធម្មជាតិពុកព្រៃដកដង្ហើមជ្រៅដូច្នេះព្រៃមានអ្នកការពារមកតាំងពីយូរហើយឥឡូវវាជាវេនយើងពុកធាធ្វើមុខមកចត់ហើយថ្ងៃណាមួយវានឹងជាវេនក្មេងៗទៀតពួកគេយកសៀវភៅឡើងមកលើផ្ទៃដីហើយសម្រេចចិត្តបង្កើតក្រុមអ្នកការពារព្រៃជាផ្លូវការដោយបង្រៀនក្មេងៗអំពីប្រវត្តិនិងកាតព្វកិច្ចនេះយប់នោះព្រះច័ន្ទភ្លឺចាងលើដើមឈើបុរាណខ្យល់បក់ស្រាៗដូចជាសំឡេងពុព្វបុរសកំពុងអបអរសាទរពុកព្រិចសើចតិចពីសង្គ្រាមទៅការពារពីការប្រយុទ្ធទៅការអប់រំជីវិតយើងមិនធម្មតាទេណាពុកធាឆ្លើយដោយថ្មេកពោពេញទៅដោយក្តីសង្ឃឹមសង្គ្រាមពិតមិនមែនប្រឆាំងមនុស្សទេប៉ុន្តែប្រឆាំងការបំផ្លាញនិងភាពមិនដឹងពីថ្ងៃនោះមកព្រៃមិនត្រឹមតែជាទីធម្មជាតិទេប៉ុន្តែជាសាលាបង្រៀននិងជាសញ្ញានៃបេតិកភណ្ឌបុរាណបន្ទាប់ពីរកឃើញសៀវភៅបុរាណនិងបង្កើត
ក្រុមអ្នកការពារព្រៃជាផ្លូវការភូមិមួយមានសកម្មភាពច្រើនក្មេងៗរៀនអំពីរុក្ខជាតិសត្វព្រៃនិងប្រវត្តិបុរាណពុកធានិងពុកព្រែកខ្លាយជាគ្រូដ៏គួរឲ្យគោរពតែសេចក្តីសុខមិនបានយូរយប់មួយមានពពកខ្មៅគ្របដុំដប់លើមេឃខ្យល់បក់យ៉ាងខ្លាំងប្លែកៗសត្វក្នុងព្រៃរត់ច្របូកច្របល់ដូចជាមានអ្វីមួយធំកំពុងផ្លាស់ទីនៅជំរកព្រៃក្មេងយាមម្នាក់រត់មកប្រាប់ថាពុកធាមានពន្លឺខ្មៅនៅជិតដើមឈើបុរាណពុកធានិងពុកព្រែកយកភ្លឹងពិលរត់ចូលព្រៃជាមួយយុវជនខ្លះពេលដល់កន្លែងនោះពួកគេឃើញផ្សែងខ្មៅស្រអាប់ឡើងពីដីជុំវិញដើមឈើបុរាណសៀវភៅបុរាណដែលពួកគេរកឃើញមុននេះចាប់ផ្ដើមភ្លឺពន្លឺស្រាលពុកព្រែកនិយាយដោយសំឡេងតានតឹងនេះមិនមែនសត្រូវមនុស្សទេវាដូចជាអ្វីមួយពីសម័យចាស់ពុកធាបើកសៀវភៅហើយឃើញទំពើលថ្មីមួយដែលមុននេះមិនធ្លាប់មានអក្សរលេចឡើងបន្តិចនៅពេលព្រៃត្រូវគេបំផ្លាញច្រើនដងវិញ្ញាណអារក្សនិងភាពងងឹតនឹងភ្ញាក់ឡើងអ្នកការពារព្រៃត្រូវរួមចិត្តជាមួយធម្មជាតិដើម្បីបំបត្តិវាភ្លាមនោះដីចាប់ផ្ដើមញ័រពន្លឺខ្មៅបង្កើតជារូបរាងដូចជាសត្វធំមួយមានធ្មេកភ្លឺក្រហមវាមិននិយាយទេតែមានសំឡេងដូចខ្យល់ហូរនិងសំឡេងដើមឈើបាក់ក្មេងៗភ័យខ្លាចប៉ុន្តែពុកធាស្រែកថាកុំរួតចាំចិត្តរឹងមាំព្រៃនេះជាមិត្តយើងទេពុកព្រែកយកដំបងឈើប៉ុន្តែមិនវាយឡើយគាត់ប៉ះដីហើយនិយាយថាយើងមិនមកប្រយុទ្ធទេយើងមកការពារពុកធាប្រាប់ឲ្យក្មេងៗចាំដៃគ្នាជុំវិញដើមឈើបុរាណពួកគេចាប់ផ្ដើមសូត្រពាក្យក្នុងសៀវភៅដែលនិយាយអំពីការគោរពធម្មជាតិនិងការរួមចិត្តគ្នាពន្លឺបៃតងចេញពីដើមឈើបុរាណបញ្ចូលគ្នាជាមួយពន្លឺពីដៃមនុស្សទាំងអស់ពន្លឺខ្មៅចាប់ផ្ដើមខ្សោយទៅសត្វរូបអាត់កំបាំងស្រាយសំឡេងខ្លាំងមួយហើយរលាយទៅក្នុងខ្យល់ស្ងប់វិញពពកខ្មៅបាត់ទៅព្រះច័ន្ទលេចឡើងវិញដូចធម្មតាពុកព្រែកដកដង្ហើមជ្រៅមើលទៅសត្រូវពិតគឺការបំផ្លាញនិងកំហឹងដែលស្ដុកក្នុងព្រៃពុកធាញញឹមតិចបើយើងថែរក្សាព្រៃវិញ្ញាណងងឹតនឹងមិនត្រឡប់មកវិញទេចាប់ពីថ្ងៃនេះមកក្រុមអ្នកការពារព្រៃមិនត្រឹមតែការពារពីមនុស្សទេប៉ុន្តែថែរក្សាតុល្យភាពរវាងមនុស្សនិងធម្មជាតិពុកធានិងពុកព្រែកយល់គ្នាថាភារកិច្ចរបស់ពួកគេធំជាងមុនមិនមែនតែការពារដីប៉ុន្តែការពារចិត្តមនុស្សផងដែររឿងរ៉ាវរបស់ពួកគេคล้ายជាព្រេងនិទានថ្មីមួយក្នុងភូមិបើសិនពុកម៉ែបងប្អូនដែលកំពុងស្ដាប់សារសំឡេងរបស់ខ្ញុំនេះចង់បានភាពបន្តសូមខមមិននៅខាងក្រោមបងប្អូននឹងធ្វើការនិយាយក្នុងរឿងនេះដល់ភាពបន្តទៀតតែបើអត់ចង់បានភាពបន្តទេបងប្អូននឹងចាញ់រឿងថ្មីហើយសូមអរគុណសម្រាប់ការគាំទ្រកន្លងមក